ចំពោះ allergy ការព្យាបាលឲ្យជាដាច់ 100% យើងអត់មានថ្នាំទេគឺការយើងព្យាបាលថ្នាំឲ្យនេះហ្នឹងគឺកាត់បន្ថយរោគសញ្ញារបស់វានិងកាត់បន្ថយផលរំខានរបស់វាប៉ុន្តែបើសិនជាយើងរកមូលហេតុវាឃើញ allergy មួយអីដែលយើងឈប់ប៉ះពាល់វាយើងឈប់ទៅអមថាជាអ្នកហា allergy អីមួយយើងឈប់ទៅញ៉ាំទៅអីវាយើងជា 100% ខ្ញុំលើកឧទាហរណ៍មួយខ្ញុំមានអ្នកជំងឺមួយដែលគាត់មកព្យាបាលមួយខ្ញុំ allergy ចំហរហូតហើយតែពេលយើងសួរចុះសួរឡើងគាត់មុខរបររបស់គាត់គឺគាត់លក់សាំងអញ្ចឹងនៅពេលណាដែលចំហាយសាំងប៉ះចំហគាត់គឺចំហគាត់ allergy រហូតខ្ញុំឲ្យយោបល់គាត់វិញថាបើសិនជាគាត់ផ្អាកមុខរបរហ្នឹងអាចប្រកបមុខរបរអីផ្សេងគាត់នឹងបាត់អញ្ចឹងគាត់ធ្វើតាមយើងនៅពេលដែលគាត់ឈប់លក់សាំងហ្នឹងគាត់ទៅប្រកបមុខរបរអីផ្សេងគាត់ឈប់allergy ចំហរបស់គាត់គឺបាត់គាត់មកអរគុណយើងហើយដែលយើងរកមូលហេតុឲ្យគាត់ឃើញអញ្ចឹងអាហ្នឹងដែលឲ្យគាត់ជាបាលជាដាច់ដោយសារយើងរកមូលហេតុឃើញប៉ុន្តែបើសិនជារកមូលហេតុឃើញការព្យាបាលដោយថ្នាំទៅអីគ្រាន់តែកាត់បន្ថយរោគសញ្ញាឬផលរំខានផ្សេងៗបាទផលរំខានបើសិនជា allergy ចំពោះយើងព្យាបាលអត់បានត្រឹមត្រូវឬមួយជាយើងអត់បានព្យាបាលវាឲ្យមានផលរំខានមួយចំនួនដែរគឺប៉ះពាល់ទៅលើការគេងគេហៅ troop dism អីវិបត្តិនៃការគេងទី1ទី2គឺប៉ះពាល់ទៅលើគាត់ឈឺទៅលើផ្ទៃមុខដោយសារវាបង្កឲ្យមានអាលៀកប្រអប់ថ្ពាល់ sinusitis ទី3ប៉ះពាល់ទៅតិចឲ្យរលាកទៅតិចហើយទី4គឺឲ្យជំងឺហឺតរបស់គាត់កាន់តែធ្ងន់ធ្ងរបើសិនជាគាត់មានបញ្ហាហឺត